នៅក្នុងកាន់គម្ពីររ៉ូមចំពុក5ខ1ដល់ខ11បានបញ្ជាក់ប្រាប់យើងទាំងអស់គ្នាថាមិនតែប៉ុណ្ណោះសោតយើងក៏មានសេចក្តីអំណររីករាយនៅក្នុងព្រះដ៏ពិតផងតាមរយៈព្រះយេស៊ូវគ្រីស្ទជាម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះយើងបានជាមេត្រីឡើងវិញហើយអាមែនចាអរគុណចំពោះព្រះបន្ទូលដែលដកស្រង់ចេញពីក្នុងកាន់គម្ពីររ៉ូមនេះបាននាំមកឲ្យយើងនៅសេចក្តីអំណរដូច្នេះជំនឿនាំមកនៅអំណរជំនឿនាំមកនៅអំណរគឺជាចំណងជើងនៃបទចម្រៀងដែលតាក់ទងទៅនឹងអត្ថន័យនៃបទគម្ពីរនេះសូមលោកអ្នកបងប្អូនចូលរួមរីករាយជាមួយគ្នាតាមរយៈអ្នកនាងសុស៊ីនុច